ស្វាគមន៍អ្នកនិយមគ្រប់គ្រងគ្រប់ទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាប់រឿងកំពូលក្បាច់គុណភាគទី25ដែលជាភាគបន្តរបស់យើងសាច់រឿងចាប់ផ្ដើមឡើងដោយការជួបជុំរបស់ក្រុមស៊ូមូយ៉ាងខៃនៅពេលនោះក៏បានការញាត់តែម្ដងលីយិនធាននិងម្នាក់ទៀតក៏បានដណ្ដើមគ្នាចាក់ស្រាឲ្យយ៉ាងខៃព្រមទាំងសួរទៀតថាតើមានបញ្ហាអ្វីទៅបានជាបងស្រីស៊ូសៀនធ្វើការវាប្រាទៅកាន់គេខ្លាំងបែបនេះយ៉ាងខៃប្រាប់ថាគាត់ក៏មិនដឹងនោះដែរព្រមទាំងបានសួរអំពីវ័យឆុងតើគេមានបានបង្កបញ្ហាអ្វីទៀតឬអត់ស៊ូមូប្រាប់ថារឿងនេះគឺបានកន្លងផុតទៅហើយប្រតិចាពីថ្នាក់ខ្ពស់ដល់ថ្នាក់ក្រោមពួកគាត់គឺមិនចាន់លោកដៃនៅក្នុងចំនួនកូនសិស្សនោះទេយ៉ាងខៃនៅលើកនេះក៏ត្រូវតែអរគុណទៅដល់ប្រតិចាទី2តែស៊ូមូប្រាប់ហើយថាគឺមិនមែនដោយសារតែជីតារបស់គេនោះទេយ៉ាងខៃក៏បានសួរបញ្ជាក់ហើយគេក៏បានប្រាប់ថានៅពេលដែលជីតារបស់គេចុចជីបចោគេនោះម្ចាស់សាវភានីទានក៏ស្រាប់តែបង្ហាញខ្លួនយ៉ាងខៃក៏សួរថាគាត់ក៏មិនមែនជីតាចាស់ម៉ឹងទេស៊ូមូប្រាប់បន្តគាត់ស្រាប់តែបញ្ចេញនូវខ្សែកគុចមកពីក្រៅខ្នងហើយក៏បានប្រាប់ថាវាគឺមានបញ្ជារបស់មេប៉ានេះក៏បានធ្វើឲ្យអ្វីៗគឺមិនសូវធ្ងន់ធ្ងរព្រមទាំងបានប្រែក្លាយរឿងឲ្យមកជាតូចតាចហើយតាចាស់ម៉ឹងបង្ហាញខ្លួនលើកនេះគឺពិតជាអាកំបាំងសម្បីតែជីតារបស់ខ្ញុំក៏មិនអាចបានស្មានពីកម្លាំងរបស់គាត់ដែរហើយស៊ូមូក៏មិនដឹងថាហេតុអ្វីបានជាគាត់ចូលរួមនៅក្នុងរឿងមួយនេះសាប់ប្រាប់ទៀតថាគាត់គឺថែមទាំងមានទំនាក់ទំនងជាមួយនឹងព្រឹទ្ធាចារ្យទាំងអស់នោះទៀតផងយ៉ាងខៃនិយាយឲ្យថាតាចាស់នោះក៏បានជួយពួកយើងច្រើនដល់ម្លឹងដូច្នេះហើយខ្ញុំក៏ចង់សុំទោសគាត់ដែរគិតក្នុងចិត្តទៀតថាចាំមើលថាគាត់គឺចង់បានអ្វីទៅស៊ូមូសួរឲ្យថាតើពួកយើងអាចទៅជាមួយនឹងរបស់យ៉ាងខៃបានទេយ៉ាងខៃប្រាប់ថាគឺអាចទៅបានបើសម៉ោងក្រោយមកពួកគេក៏បានធ្វើដំណើរមកដល់ហើយស៊ូមូក៏បានស្រែកតែម្ដងថាសួស្ដីតាចាស់ម៉ឹងព្រឹទ្ធាចារ្យក៏បានសួរឲ្យថាអ្នកប្រុសស៊ូក៏មានបញ្ហាអ្វីទៅបានជាមករកគាត់ដល់កន្លែងបែបហ្នឹងស៊ូមូរៀបនឹងនិយាយទៅហើយក៏ត្រូវបានព្រឹទ្ធាចារ្យប្រាប់ថាទោសយ៉ាងខៃនៅទីនេះរីឯអ្នកដទៃទៀតគឺចាក់ចេញទៅពួកគេចេញទៅផុតយ៉ាងខៃក៏បាននិយាយទៅកាន់ព្រឹទ្ធាចារ្យម៉ឹងតែគាត់ក៏បានធ្វើទៅញ៉ាកុំឲ្យយ៉ាងខៃមាត់ប្រាប់ថាថាពលរបស់គាត់ឲ្យអ្នកទាំង3នោះឃ្លាតចូលមកខាងក្នុងព្រមទាំងសួរទៀតថានៅតែមិនទាន់ចាក់ចេញទៀតមែនទេពួកគេក្រោយពីលើបែបហ្នឹងក៏មិនហ៊ាននៅទៀតនោះទេរីឯយ៉ាងខៃក៏បានសុំឲ្យព្រឹទ្ធាចារ្យជួយដល់គាត់ផងតែពួកគេទាំងនោះអាចនឹងចង់គំនុំជាមួយនឹងគាត់ដែរទេព្រឹទ្ធាចារ្យពេលនោះក៏បានមកចិត្តយ៉ាងខៃសាច់អ៊ីព្រមទាំងហិតចហិតឡើងឲ្យយ៉ាងខៃហុយដៃមកចាំគាត់ពិនិត្យឲ្យនិយាយទៀតថាតើអាចឲ្យគាត់សួរមួយសំណួរបានទេតែយ៉ាងខៃគឺត្រូវតែឆ្លើយដោយស្មោះត្រង់យ៉ាងខៃសួរថាគាត់មានសំណួរអ្វីទៅព្រឹទ្ធាចារ្យពេលនោះក៏បានមកសាច់អ៊ីម្ដងទៀតព្រមទាំងបានដឹងថាយ៉ាងខៃគឺជាមនុស្សស្មោះត្រង់ហើយដូច្នេះហើយគាត់គឺចង់ឲ្យយ៉ាងខៃផ្ដល់អំណោយឲ្យគាត់ខ្លះយ៉ាងខៃពេលនោះក៏បានបដិសេធហើយគាត់ក៏បាននិយាយថាតើឯងមិនចង់សងគុណយើងទេយ៉ាងណាក៏ដោយយើងក៏ជាអ្នកដែលបានជួយសង្គ្រោះឯងបើឯងមិនសងគុណយើងនោះទេយើងមិននឹងអាចស្ងប់ចិត្តបានទេអត់មកចិត្តសួរទៀតថាតើគឺជាឯងនឹងមែនទេយ៉ាងខៃនៅពេលនោះក៏បានបើកភ្នែកធំកូនមកនៅខាងក្រៅក៏ផ្ទៀងទៅជាសាំស្ដាប់ដូចគ្នាដែរតែភ្លាមនោះយ៉ាងខៃក៏ស្រែកតែស្រែកឡើងផ្អើលតែម្ដងព្រឹទ្ធាចារ្យក៏និយាយឲ្យថាហើយយកអាល្អិតដើម្បីបានជាឯងអន់ខ្លាំងម្ល៉េះព្រមទាំងឲ្យយ៉ាងខៃប្រាប់ការពិតដល់គាត់មកតែយ៉ាងខៃធ្លាប់បានប៉ះពាល់ក្មេងស្រីម្នាក់នោះមែនទេក៏បន្តិចប្រាប់ថាប្រាក់រង្វាន់គឺពិតជាខ្ពស់តែយ៉ាងខៃពេលនោះប្រាប់ថាមិនធ្លាប់នោះទេបណ្ដាព្រឹទ្ធាចារ្យក៏អស់សំណើចតែម្ដងយើងរឹងហើយតែឯងក៏គ្មាននៅឱកាសនេះដែរយ៉ាងខៃនិយាយឲ្យថាហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាលោកដូចជាកំពុងតែជេរខ្ញុំអញ្ចឹងរួចហើយប្រាប់ថាភ្នោក៏ភ្នោទៅខ្ញុំក៏អាចជួយលោកបានព្រឹទ្ធាចារ្យនិយាយឲ្យថាបើទោះបីជាឯងនិយាយថាមិនអាចក៏ដោយក៏គ្មាននរណាម្នាក់អាចធ្វើនៅនេះបាននោះដែរសួរទៀតថាតើឯងគឺបានឆ្លងកាត់នៅការសាកល្បងរបស់យើងហើយឬនៅយ៉ាងខៃក៏សួរបញ្ជាក់ហើយគាត់ក៏បានប្រាប់ថាឲ្យបំភ្លេចចោលទៅគាត់គឺនឹងនាំយ៉ាងខៃទៅជួបមនុស្សម្នាក់ទៀតដែលអាចធ្វើនៅអ្វីដែលយ៉ាងខៃមិនអាចធ្វើបានបើសម៉ោងក្រោយមកពួកគេក៏បានធ្វើដំណើរមកដល់ទីតាំងមួយយ៉ាងខៃនិយាយឲ្យថាតើនេះគឺមិនមែនជាកន្លែងដែលគាត់តែងតែហ្វឹកហាត់ទេហើយអ្វីបានជាតាចាស់មកនាំគាត់មកទីនេះទៅព្រឹទ្ធាចារ្យក៏បានឲ្យយ៉ាងខៃមើលទៅខាងមុខនោះយ៉ាងខៃក៏ព្យាបអោបផងដែរក៏ព្រោះថាគេគឺជាមនុស្សម្នាក់នោះប្រាប់ទៅកាន់ព្រឹទ្ធាចារ្យថាគេគឺជាមនុស្សដែលតែងតែជួយខ្ញុំព្រឹទ្ធាចារ្យសួរឲ្យថាតើអញស្គាល់គេមែននេះយ៉ាងខៃប្រាប់ថាបើសិនជាគាត់នោះខ្ញុំគឺត្រូវតែជួយគាត់រួចហើយក៏បាននិយាយទៅកាន់បងស្រីនិងយ៉ាងប្រាប់ឲ្យថាប៉ុន្មានថ្ងៃនេះនៅពេលដែលយ៉ាងខៃមិននៅនោះនាងគឺបានលួចមើលផ្លែឈើរបស់យ៉ាងខៃហើយនេះក៏សម្រាប់យ៉ាងខៃដែរនាងគឺបានចម្រាញ់ពួកវាឲ្យទៅជាក្របថ្នាំដោយនឹងសង្ឃឹមថាប្រសិទ្ធភាពរបស់វាគឺនឹងខ្ពស់ជាមិនខានយ៉ាងខៃក៏មិននឹកស្មាននៅទេថាបងស្រីធំបែរជាដឹងថាខ្ញុំគឺតែងតែហ្វឹកហាត់នៅទីនេះមើលទៅម្នាក់នៅថ្ងៃមុនក៏ប្រហែលជាគាត់នឹងហើយគាត់ថែមទាំងបានជួយខ្ញុំពីដើមឈើបុរាណសាយ៉ាងគូនេះទៀតផងជួប idol បែបនេះយ៉ាងខៃគឺពិតជាសប្បាយចិត្តជាខ្លាំងតែនៅក្នុងពេលនោះក៏ស្រាប់តែព្រឹទ្ធាចារ្យបានមកកាត់ចង្វាក់ទៅហើយតែមើលទៅការអ្នកទាំងពីរក៏នៅតែលួចមើលគ្នាអញ្ចឹងព្រឹទ្ធាចារ្យប្រាប់ឲ្យថានេះគឺជាកូនសិស្សរបស់យើងណាយ៉ាងខៃក៏សួរឲ្យថាតើបងស្រីសៀចង់បានអ្វីពីខ្ញុំទៅអាចប្រាប់ខ្ញុំបានទេព្រឹទ្ធាចារ្យក៏បានសួរទៅកាន់សិស្សសំណាប់ចិត្តថាគេអាចធ្វើអ្វីបាននាងយ៉ាងពេលនោះក៏បានងក់ក្បាលបណ្ដាឲ្យព្រឹទ្ធាចារ្យក៏បាននិយាយឲ្យថាពេលវេលារបស់យ៉ាងខៃគឺអស់ហើយយ៉ាងខៃស្ដាប់លើដូច្នេះក៏មិនយល់នោះទេគណៈពេលដែលព្រឹទ្ធាចារ្យបានប្រាប់ទៀតថាតើយ៉ាងខៃដឹងឬអត់ថាមនុស្សមួយចំនួននៅលើពិភពលោកនេះគឺកើតមកមិនដូចគ្នានោះទេពួកគេទាំងនោះគឺបានកើតមកភ្ជាប់ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យដែលមនុស្សធម្មតាគឺមិនអាចធ្វើបានទៅហើយយ៉ាងខៃសួរឲ្យថាសាសឹកមែនទេព្រឹទ្ធាចារ្យប្រាប់ថាត្រឹមត្រូវហើយរាងកាយរបស់នាងយ៉ាងគឺខុសពីមនុស្សធម្មតាហើយមនុស្សដែលមានរាងកាយពិសេសបែបនេះគឺពិតជាកម្រណាស់ក៏ប្រហែលជាមានតែម្នាក់នោះទេនៅក្នុងចំណោមមនុស្សរាប់លាននាក់នោះនិយាយទៅកាន់យ៉ាងខៃថាក៏ពិតជាមានពោពិតមែនទើបបានជាអាចមានសំណាងបានឃើញនៅមនុស្សដែលមានរាងកាយពិសេសនៅថ្ងៃនេះយ៉ាងខៃក៏បានសួរថាតើមានអ្វីបញ្ជាក់ទៅព្រឹទ្ធាចារ្យសួរថាយ៉ាងម៉េចឯងមិនជឿមែនទេឲ្យកូនសិស្សរបស់គាត់ចាប់ផ្ដើមភ្លាមទៅនាងយ៉ាងលើដូច្នេះហើយក៏បានទទួលបញ្ជាបែបផ្លែឈើនោះចំនួន3មកព្រឹទ្ធាចារ្យប្រាប់បន្តថាបង្ហាញសមត្ថភាពរបស់ឯងឲ្យគេឃើញម្ដងទៅក៏បើដូច្នេះនាងយ៉ាងក៏បានបោះផ្លែឈើនេះហោះឡើងទៅខាងលើប្រាប់ប្រាណធម្មពលរបស់នាងធ្វើការដុតកម្លោចយ៉ាងខៃក៏ភ្ញាក់ផ្អើលណាស់ដែរក៏ព្រោះថាវាគឺជាសញ្ញាយ៉ាងយើងឈីដែលនៅក្នុងកំណត់ត្រាធម្មពលនៃការចម្រាញ់ផ្លែឈើសញ្ញារបស់បងស្រីសៀគឺមិនត្រូវបានគ្រប់គ្រងដោយចំហាយអាក្រក់នោះទេនាងយ៉ាងខណៈពេលដែលកំពុងតែព្យាយាមខិតខំប្រឹងប្រែងក៏ស្រាប់តែមានចំហាយធាតុយ៉ាងបានផុសចេញពីចន្លោះមួយនោះបន្ទាប់មកនាងក៏បានប្រើប្រាស់វាធ្វើជាជំនួយនៅក្នុងការចម្រាញ់ផ្លែឈើសញ្ញានៅលើ
កនេះសូម្បីតែយ៉ាងខៃក៏មិននឹកស្មាននោះទេថានាងបាយជាអាចស្រូបយកនៅធម្មពលពីចលងភ្នំកូនលុនយកមកប្រើបែបនេះហើយនៅទីបំផុតការចម្រាញ់ក៏ត្រូវបានបញ្ចប់នាងចាំបន្ទាប់ពីញញឹមរួចហើយក៏បានបង្ហាញវាឲ្យយ៉ាងខៃបានឃើញយ៉ាងខៃក៏សួរហើយថាហើយចោលថ្នាំដែលនៅក្នុងដៃគាត់នេះក៏នាងជាអ្នកចម្រាញ់ដែរមែនទេនិយាយទៅកាន់បងស្រីសៀថាបើសិនជាទៅធ្វើជាអ្នកចម្រាញ់អសត់នៅចលងភ្នំយ៉ាវ៉ាងនោះខ្លាចថាប្រជាជននៅទីនោះគឺនឹងមិនមានមុខរបរទៀតនោះទេសួរទៅកាន់បងស្រីសៀតើអាចទទួលបានរាងកាយពិសេសបែបនេះដោយរបៀបណាទៅប្រតិចាវូយ៉ាប្រាប់ថាវាគឺជារាងកាយពិសេសដែលមានឈ្មោះថាវិញ្ញាណអសត់យ៉ាងខៃសួរថាវាតកតនឹងការចម្រាញ់ថ្នាំមែនទេប្រតិចាប្រាប់ថាត្រឹមត្រូវហើយរាងកាយនេះគឺពិតជាពិសេសណាស់មនុស្សដែលមានរូបកាយបរិសុទ្ធនៃវិញ្ញាណអសត់បែបហ្នឹងវាគឺជាថ្នាំដ៏ល្អបំផុតនៅលើពិភពលោកអ្នកណាក៏ដោយដែលអាចញ៉ាំថ្នាំដែលនាងបានចម្រាញ់នោះវាគឺនឹងអាចព្យាបាលរបួសនៅទូទាំងពិភពលោកហើយសិស្សច្បងស្រីរបស់ឯងគឺទៅបានហ្វឹកហាត់រយៈពេល8ឆ្នាំចាប់តាំងពីយើងបានទទួលនាងធ្វើជាកូនសិស្សប៉ុណ្ណោះក៏ប៉ុន្តែឥឡូវនេះនាងគឺបានឈានទៅដល់កម្រិតកំពូលនៃការបំបែកនិងអាណាចក្រសហជីពបានទៅហើយបើសិនជាគាត់មិនបានរៀបរៀងនៅល្បឿននៃការហ្វឹកហាត់របស់នាងខ្លះទេនោះខ្លាចថាឥឡូវនេះនាងគឺបានឈានទៅដល់កម្រិតឋានសួគ៌នៃវាសនាពិតបានទៅហើយយ៉ាងខៃក៏បានគិតវាគឺត្រូវការរយៈពេល5ឆ្នាំដើម្បីហ្វឹកហាត់ឈានដល់ចំណុចកំពូលនៃការបំបែកខ្លួននិងសហជីពបើការហ្វឹកហាត់មិនត្រូវបានបង្ក្រាបទេមិនមែនមានន័យថាគាត់គឺខ្លាំងជាងស៊ូយានទេដែរប្រតិចាប្រាប់បន្តថាបច្ចុប្បន្ននេះនាងគឺស្ទើរតែអាចទម្លាក់ទៅកាន់អាណាចក្រយានពិតទៅហើយក៏ប៉ុន្តែមុនពេលដែលអាចធ្វើរឿងនេះយ៉ាងខៃគឺត្រូវតែចម្រាញ់អ្វីមួយចូលទៅក្នុងខ្លួនសិនបើមិនចឹងនោះទេនាងគឺមិនអាចធ្វើរឿងនេះបានដោយខ្លួនឯងឡើយយ៉ាងខៃសួរហើយថានេះគឺជាមូលហេតុដែលលោកត្រូវការជំនួយពីខ្ញុំឯនេះហើយចុះតើខ្ញុំអាចជួយអ្វីបានទៅប្រតិចាក៏បានប្រាប់ថាវាគឺជាធម្មពលណាញញយន់ទាំង9វត្ថុនេះមានប្រយោជន៍ណាស់សម្រាប់ការបង្រួមធម្មពលពិតប្រសិនបើជាគាត់មិនបង្ខំរហូតដល់របស់ខ្លួនឯងដើម្បីធ្វើការកែលម្អវាទេនោះរឿងនេះគាត់មិននឹងអាចបង្ក្រាបអាណាចក្ររបស់នាងបានទៅហើយធម្មពលណាញញយន់ទាំង9ដែលនៅក្នុងខ្លួនរបស់យ៉ាងខៃវាគឺមាននៅវិញ្ញាណហើយក៏មានតែពេលដែលយ៉ាងខៃអាចបង្រួមនៅធម្មពលយ៉ាងឈានដល់កំណត់កម្ពស់នោះទេទើបអាចគ្រប់គ្រងនៅការហ្វឹកហាត់របស់នាងបានហើយនេះក៏ជាមូលហេតុដែលគាត់ហៅយ៉ាងខៃមកទីនេះរីឯសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ជាចុងក្រោយអរគុណទៅកាន់អ្នកគុណនិយមគ្រប់គ្រងគ្រប់បាក់ទាំងអស់គ្នាដែលតែងតែគាំទ្រអធិស្ឋានបើសិនជាមានកំហុសខុសឆ្គងគណៈពេលនេះផងដែរ admin បាយបាយ